រឿង5យ៉ាងដែលខ្ញុំគិតថាវាជាមូលហេតុធ្វើឲ្យគណៈកម្មការជ្រើសរើសយកខ្ញុំនៅក្នុងការដាក់ពាក្យអាហារូបករណ៍រដ្ឋាភិបាលកូរ៉េទី1ខ្ញុំមាន clear goal គឺខ្ញុំមិនមែនគ្រាន់តែដាក់ពាក្យអាហារូបករណ៍នឹងដោយសារតែខ្ញុំចង់ជាប់អាហារូបករណ៍នឹងគិតថាខ្ញុំជាសិស្សដែលបកកាយរៀនបកកាយអីទេប៉ុន្តែខ្ញុំមានគោលដៅពិតប្រាកដថាតើខ្ញុំចង់ធ្វើអីគេនៅពេលអនាគតតើទិន្នន័យខ្លះដែលខ្ញុំបានរៀនសូត្រហើយគោលដៅរបស់ខ្ញុំនីមួយៗហ្នឹងវាមានទិន្នន័យច្បាស់លាស់កម្រិតណាហើយតើអតីតកាលរបស់ខ្ញុំហ្នឹងវាមានរឿងរ៉ាវគេកាត់ឡើងចំពោះខ្ញុំដែលជំរុញខ្ញុំធ្វើវាបច្ចុប្បន្នរបស់ខ្ញុំហ្នឹងខ្ញុំធ្វើកាយគេដែលជំរុញខ្ញុំជ្រើសរើសយកជំនាញមួយហ្នឹងនៅពេលអនាគតរបស់ខ្ញុំ so អាហ្នឹងខ្ញុំគិតថាវាជាមូលហេតុដែលធ្វើខ្ញុំជាប់អាហារូបករណ៍ឬក៏ធ្វើខ្ញុំជាបេក្ខភាពដែលគណៈកម្មការចាប់អារម្មណ៍ទី2គឺខ្ញុំរៀបចំឯកសារបានល្អការរៀបចំឯកសារការសរសេរ application writing របស់អ្នកទាំងអស់គ្នាមិនមែនទៅសេមួយថ្ងៃពីរថ្ងៃឬក៏មួយយប់ដើម្បីដាក់ពាក្យអីប៉ុន្តែវាគឺជាការចំណាយពេលរាប់ខែដើម្បីរៀនសូត្រស្វែងយល់ក៏ដូចជារៀបចំ application របស់អ្នកទាំងអស់គ្នាឬក៏ពាក្យស្នើសុំអាហារូបករណ៍របស់អ្នកទាំងអស់គ្នាដែលធ្វើយ៉ាងណាឲ្យមានភាពល្អិតល្អន់ត្រឹមត្រូវច្បាស់លាស់ហើយអត់មានកំហុសវាជាមួយដែលសំខាន់ដែលអ្នកទាំងអស់គ្នាត្រូវតែរៀបចំវាហើយវាមិនមែនធ្វើត្រឹមតែមួយយប់ពីរយប់ទេប៉ុន្តែគឺជាការរៀបចំរាប់ខែទី3គឺខ្ញុំមានបទពិសោធន៍មិនមែនគ្រាន់តែមានពិន្ទុល្អទេការពិតទៅពិន្ទុ GPA របស់ខ្ញុំរៀងខ្ពស់មកល្មមដែរមិនខ្ពស់ពេកទេប៉ុន្តែមកល្មមប៉ុន្តែឯដែលខ្ញុំមានលើសពីពិន្ទុល្អរបស់ខ្ញុំគឺបទពិសោធន៍ដែលខ្ញុំគឺជាគ្រូបរិញ្ញាបត្រខ្ញុំរៀននៅសាលាគ្រូកុសលខ្ញុំរៀនខាងគីមីអប់រំខ្ញុំរៀនខាងអប់រំហើយខ្ញុំចង់បន្តការសិក្សារបស់ខ្ញុំកម្រិតថ្នាក់អនុបណ្ឌិតខាងអប់រំហើយខ្ញុំចង់បញ្ចប់ការសិក្សាដើម្បីក្លាយជាគ្រូបង្រៀនដើម្បីអប់រំអ្នកផ្សេងចឹងបទពិសោធន៍របស់ខ្ញុំហ្នឹងគឺវាជាឥទ្ធិពលបាត់ហើយទៅលើអីដែលខ្ញុំចេះឥឡូវហ្នឹងហើយនឹងនាពេលអនាគតចឹងខ្ញុំមិនមែនមានត្រឹមតែបន្ទុកល្អទេគឺបទពិសោធន៍របស់ខ្ញុំក៏មានដូចគ្នាប៉ុន្តែដូចអ្នកខ្លះចឹងគាត់ថាអូខ្ញុំទើបរៀនចប់ចឹងខ្ញុំមានបទពិសោធន៍ក្នុងការធ្វើការងារអាហ្នឹងមិនវិញទៅបទពិសោធន៍របស់អ្នកទាំងអស់គ្នាវាអត់ផ្ដោតតែទៅលើការធ្វើការទេតែទៅលើការរៀនសូត្រ internship ក៏ដូចជាការធ្វើការងារស្ម័គ្រចិត្តផ្សេងៗអាហ្នឹងក៏ពាក់ព័ន្ធដូចគ្នា so បងប្អូនគ្នាត្រូវមានបទពិសោធន៍ដែលជំរុញឲ្យអ្នកទាំងអស់គ្នាហ្នឹងណាគឺជាបេក្ខភាពដែលមានភាពលេចធ្លោជាងបេក្ខភាពផ្សេងខ្ញុំសូមបន្ថែមមកចំណុចទៀតគឺកុំព្យាយាមធ្វើជាបេក្ខភាពដែលល្អឥតខ្ចោះប៉ុន្តែត្រូវធ្វើជាបេក្ខភាពដែលមានភាពពិសេសផ្ទាល់ខ្លួនឬក៏ unique វាជារឿងមួយដែលសំខាន់ដែលអ្នកទាំងអស់គ្នាត្រូវដឹងរឿងហ្នឹងខ្ញុំនិយាយមិនថាអ្នកទាំងអស់គ្នាត្រូវរៀបចំឯកសារខ្លួនឯងកុំឲ្យខុសប៉ុន្តែហេតុបើខ្ញុំនិយាយអំពីភាព perfect ខ្ញុំចង់មានន័យថាអ្នកទាំងអស់គ្នាត្រូវចាំថាការរៀបចំឯកសារគឺខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាមកកត់កំហុសទៅលើការសរសេរទៅលើ vocab ទៅលើពាក្យឬក៏ជាពិសេសគឺឯកសារបច្ចេកសម្បត្តិកណែហ្នឹងគឺអត់ឲ្យខុសគឺខ្ញុំចង់មានបែបហ្នឹងប៉ុន្តែលើចំណុចនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាកុំធ្វើជាបេក្ខភាពដែល perfect មានន័យថាគឺជាបេក្ខភាពដែលព្យាយាមធ្វើឲ្យខ្លួនឯងគឺជាមនុស្សដ៏ល្អ perfect ដែលវាមិនមែនគឺជាការពិតអត់មានបទពិសោធន៍នៃការរៀនសូត្រប៉ុន្តែព្យាយាមបន្លឺថាខ្លួនឯងមានព្រោះគិតថាគេអាចនឹងមិនអាចទៅស្រាវជ្រាវបទពិសោធន៍របស់អ្នកទាំងអស់គ្នាអីចឹងទៅឬក៏ដោយហេតុផលផ្សេងប៉ុន្តែខ្ញុំចង់ឲ្យទាំងអស់គ្នាធ្វើជាខ្លួនឯងអត់ចាំបាច់ត្រូវខ្លាចទៅជាបេក្ខភាពដែល perfect មានចំណុចពិសេសល្អឥតខ្ចោះដែលគ្រប់យ៉ាងទាំងអស់គឺ10រហូតទេប៉ុន្តែជាបេក្ខភាពដែលមានបញ្ហាមានរឿងរ៉ាវជួបរឿងលំបាកមានបន្ទុកមិនសូវល្អប៉ុន្តែខិតខំប្រឹងប្រែងពុះពៀជំនះវាបទពិសោធន៍ទាំងអស់ហ្នឹងវាមានតម្លៃជាជាងការដែលអ្នកទាំងអស់គ្នាហ្នឹងគឺមានបន្ទុកល្អឬក៏ជាបេក្ខភាពដែលបាន grade A+ រហូតទៀតផង so កុំព្យាយាមធ្វើជាបេក្ខភាពដែល perfect តែធ្វើជាបេក្ខភាពដែលមានភាព unique ផ្ទាល់ខ្លួនដែលសាច់រឿងដែលជីវិតដែលគោលដៅរបស់យើងហ្នឹងគឺខុសប្លែកពីអ្នកផ្សេងខ្ញុំសូមបន្ថែមមួយទៀតបន្តិចទៀតទេគឺកុំបោះបង់នៅពេលដែលអ្នកទាំងអស់គ្នាបរាជ័យខ្ញុំធ្លាក់លើកទី1នៅ Embassy Track នៅឆ្នាំ2025សម័យបើសិនបើលើកហ្នឹងខ្ញុំអត់ដាក់ពាក្យលើកទី2តើខ្ញុំអាចជាប់អត់ចម្លើយគឺអត់ទេ so ថាមិនត្រូវបងអាចនឹងធ្លាក់លើកទី1ហើយក៏ជាប់លើកទី2ធ្លាក់លើកទី2អាចនឹងជាប់លើកទី3ធ្លាក់លើកទី3អាចនឹងជាប់លើកទី4ធ្លាក់លើកទី4អាចនឹងជាប់លើកទី5វាសំខាន់ទៅលើការដែលអ្នកទាំងអស់គ្នាមើលទៅលើបញ្ហាហើយស្វែងយល់អំពីខ្លួនឯងខ្វះខាតត្រង់ណាហើយកែតម្រូវមិនមែនត្រឡប់ម្ដងហើយម្ដងទៀតប៉ុន្តែអត់ដឹងពីថាខ្លួនឯងខុសអីទេ so
ខ្ញុំមានប៉ុណ្ណឹងចំណុចដែលខ្ញុំគិតថាវាគឺជាមូលហេតុដែលធ្វើឲ្យគណៈកម្មការជ្រើសរើសយកខ្ញុំប៉ុន្តែខ្ញុំសូមបញ្ជាក់ថាខ្ញុំអត់ដឹងមូលហេតុពិតប្រាកដទេប៉ុន្តែនេះគឺជាការយល់ឃើញរបស់ខ្ញុំក្នុងនាមជាបេក្ខភាពដែលចប់អាហារូបករណ៍កាលពីឆ្នាំ2025 So អ្នកទាំងអស់គ្នាដែលចង់ដាក់ពាក្យអាហារូបករណ៍នៅក្នុងឆ្នាំ2026នេះនៅខែ9សម្រាប់ undergraduate ហើយឆ្នាំ2027នៅខែ2សម្រាប់ថ្នាក់ graduate សូមសំណាងល្អហើយបើឆ្លាញ់ចង់ដាក់ពាក្យអាហារូបករណ៍គឺត្រូវតែពុះពៀប្រឹងប្រែងអាហារូបករណ៍វាអត់ស្រួលទេវាជាមូលហេតុដែលមនុស្សគ្រប់គ្នាទាំងអស់មិនមែនសុទ្ធតែអាចធ្វើបានទេប៉ុន្តែมันប្រកាសថាអ្នកដែលអាចធ្វើបាននឹងមិនមែនជាយើងដូចគ្នាបាយបាយ